បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានថ្មីទៀតហើយក៏ខ្ញុំមានរឿងងឿងឆ្ងល់ជាខ្លាំងដាំងតែខ្ញុំពីទូចមករហូតដល់អាយុប៉ុណ្ណេះព្រោះមូលហេតុអីបានខ្ញុំឆ្ងល់ថាហេតុអ្វីបានប្រទេសវៀតណាមប្រជាជនខ្មែរយើងមិនធ្វើរបងប៉ុន្តែប្រទេសថៃបែរជាធ្វើរបងមូលហេតុទី1ដូចលើកឧទាហរណ៍ថាបើយើងមានអ្នកចិត្តខាងដ៏ល្អបាច់ធ្វើរបងក៏គេជួយការពារយើងដែរប៉ុន្តែបើយើងអ្នកចិត្តខាងយើងចង់ឈ្លានពានចង់យកទឹកដីយកដីយើងគេតែងធ្វើរបងការពាររបស់គេហើយការពិតឥឡូវខ្ញុំដឹងពីមូលហេតុហ្នឹងហើយក៏ខ្ញុំសូមផ្ដាំផ្ញើទៅពួកអាចោរថៃថាពេលដែលឯងវាយយកទឹកដីរបស់ខ្មែរនឹងបានកុំសង្ឃឹមថាជារបស់ឯងនោះមិនមែនទេទី1រឿងច្បាប់អន្តរជាតិហើយនឹងតុលាការគេជឿជាក់តែលើអ្នកដែលមានប្លង់រឹងទេអ្នកដែលអត់មានប្លង់គឺគេអត់ជឿជាក់ទេអ្នកឯងវាយយកបានពេលនេះប៉ុន្តែអ្នកឯងកុំសង្ឃឹមថាថ្ងៃក្រោយនឹងក្លាយជារបស់អ្នកឯងខ្ញុំមិនជឿទេខ្ញុំជឿជាក់លើអ្នកដឹកនាំរបស់ដូចជាសម្ដេចដែលគាត់ខំប្រឹងធ្វើការដឹកនាំប្រទេសខ្មែរយើងជាយូរឆ្នាំមកហើយខ្ញុំក៏មានដឹងថាពីអារម្មណ៍របស់គាត់ដែរយើងគិតមើលថាមនុស្សយើងខំកសាងរកស៊ីបានប៉ុណ្ណឹងហើយនៅសុកគេបែរមកវាយយកទឹកដីឬមួយមកឈ្លានពានចូលផ្ទះរបស់យើងបងប្អូនណាមានអារម្មណ៍ឈឺចុកចាប់ទេមានអារម្មណ៍ឈឺចុកចាប់ដូចគ្នាសំបីតែយើងមានអារម្មណ៍ឈឺចុកចាប់ប៉ុណ្ណឹងប៉ុន្តែសម្ដេចមានអារម្មណ៍ឈឺចុកចាប់ខ្លាំងជាងនឹងជា10ដងព្រោះមូលហេតុអីបានខ្ញុំថាអញ្ចឹងមកពីគាត់ខំប្រឹងតស៊ូតាំងពីបាតដៃទទេរហូតទៅដល់គាត់បានប៉ុណ្ណេះកុំគាត់ថាអត់ឈឺចុកចាប់ណាគាត់ឈឺចុកចាប់ប៉ុន្តែគាត់នឹងរកវិធីដំណោះដោះស្រាយដោយវិធីត្រជាក់ដោយមិនទុះអាវុធដោយមិនចង់មានសង្គ្រាមព្រោះមូលហេតុអីគាត់ដឹងពីកម្រិតរបស់គាត់បើគាត់ធ្វើគាត់មានតែបាត់បង់ហើយនឹងខាតបង់មូលហេតុអីបានខ្ញុំថាមានតែបាត់បង់ហើយនឹងខាតបង់នោះទី1ខាតបង់គឺផ្ទះសម្បែងប្រជាជនទី2បាត់បង់គឺបងតាហ៊ានដែលគាត់ខំឈរ